សាច់ជ្រូកផាត់ត្រូវបានជ្រើសប្រើជាមុខម្ហូបមួយប្រភេទសម្រាប់ទទួលទានភ្លាមៗដោយមិនចាំបាច់ចម្អិនលើពីនេះសាច់ជ្រូកផាត់ត្រូវបានជ្រើសប្រើដើម្បីបន្ថែមរសជាតិទៅលើអាហារនិងនំមួយចំនួនដូចជានំប៉័ងគៀបនំប៉័ងបាក់យ៉ុងសាំងវិចគៀបនិងអាហារជាច្រើនប្រភេទទៀតទៅតាមរូបមន្តច្នៃរបស់ចុងភៅកាន់តែពិសេសសាច់ជ្រូកផាត់ត្រូវបានប្រើយ៉ាងពេញនិយមសម្រាប់អ្នកជំងឺទូទៅដើម្បីទទួលទានជាមួយបាយឬបបរជាដើមជាមួយសាច់ជ្រូកថ្មីស្រស់ៗអ្នកជំនាញរបស់យើងបានជ្រើសប្រើដើម្បីផលិតជាសាច់ជ្រូកផាត់ក្នុងការផ្គត់ផ្គង់ជូនបងប្អូនអតិថិជនជាទីស្រឡាញ់សាច់ជ្រូកទាំងអស់ត្រូវបានឆ្លងកាត់ការផលិតតាមបទដ្ឋានស្តង់ដារដូចជាប្រើវិធានសុវត្ថិភាពតាំងពីការចិញ្ចឹមរហូតដល់ប្រមូលផលការធ្វើសត្វឃាតជាមួយស្តង់ដារអនាម័យការដឹកជញ្ជូនដោយប្រើប្រអប់បិទជិតមានជែលត្រជាក់និងការលាងសម្អាតដោយប្រព័ន្ធទឹកអូโซនសម្រាប់មេរោគមុនយកមកច្នៃផលិតជាសាច់ជ្រូកផាត់ខ្មែរសុវត្ថិភាពសាច់ជ្រូកដែលប្រើដើម្បីផលិតសាច់ជ្រូកផាត់ត្រូវបានជ្រើសយកតែសាច់ភ្លៅឬសាច់ចម្លក់សុទ្ធលាយជាមួយគ្រឿងផ្សំពិសេសដើម្បីបង្កើនរសជាតិសាច់ត្រូវបានស្ងោរបេះជាចំណិតតូចៗនិងសម្ងួតឲ្យស្ងួតល្អដើម្បីប្រាកដថាសាច់មានសភាពស្ងួតស្រួយមានជាតិនិងងាយរលាយនៅពេលដាក់ចូលក្នុងមាត់ជាមួយការវេចខ្ចប់ដោយកំប៉ុងបិទជិតផ្ដល់ជូននូវគុណភាពដើមនិងអាចរក្សាទុកបានងាយស្រួលក្រោយពេលបើកប្រើសាច់ជ្រូកផាត់សុវត្ថិភាពត្រូវបានវេចខ្ចប់ជា3ចំណុះផ្សេងៗគ្នាគឺចំណុះ100ក្រាមចំណុះ150ក្រាមនិងចំណុះ200ក្រាមបន្ថែមពីនេះពុកម៉ែបងប្អូនក៏អាចបញ្ជាទិញតាមតម្រូវការបានផងដែរទំនាក់ទំនងមកយើងខ្ញុំឥឡូវនេះតាមរយៈលេខទូរស័ព្ទឬតាមរយៈបណ្ដាញសង្គម AG Food សម្រាប់ការបញ្ជាទិញរាយឬបោះដុំបន្ត AG Food កសិផលសុវត្ថិភាពគុណភាពល្អបំផុតរបស់កម្ពុជា